Most of us aren't even aware of the UK logistics industry, yet it's one of the most successful sectors in UK business. Logistics affects nearly every aspect of our daily lives. It's quite literally all around us, all the time. ប្រព័ន្ធតុលាការតែមួយអត់មានបញ្ហាទេប៉ុន្តែយើងសាកគិតថាបើសិនណាជាយើងធ្វើពាណិជ្ជកម្មអន្តរជាតិយើងចង់ប្តឹងក្រុមហ៊ុនមួយដែលនៅស្រុកក្រៅខ្ញុំមិនហ៊ាននិយាយយើងសាកគិតមើលបន្តិចថាតើយើងត្រូវចំណាយលុយប្រមាណខ្ញុំធ្លាប់ណាកន្លែងហ្នឹងខ្ញុំធ្លាប់ខ្ញុំប្រាប់ថាខ្ញុំធ្លាប់ប៉ុន្តែកំហុសមិនមែនមកពីខ្ញុំទេមកពីដៃគូម្ខាងទីគាត់រំលោភលើច្បាប់អន្តរជាតិប៉ុណ្្នឹងហើយនៅតែយើងអត់មានបានអីក្រៅពីចាប់ពួកគាត់ដាក់គុកតែប៉ុណ្្នឹងទេប៉ុន្តែវាមិនមែនជាបំណងរបស់យើងទេយើងចង់បានលុយយើងត្រឡប់មកវិញតែប៉ុណ្ណាអត់បានទេខ្ញុំមានបទពិសោធន៍ជាក់ស្ដែងខ្លួនខ្ញុំណាអូខេអញ្ចឹងឥឡូវខ្ញុំចង់ផ្អាកប៉ុណ្្នឹងសិនបានទេយើងចាំដល់ម៉ូឌូលទី3បានលោកគ្រូបានអូខេអញ្ចឹងឥឡូវយើងមើលមកយើងវិញណាអញ្ចឹងយើងមើលសកម្មភាពទាំងអស់នេះគឺជាសកម្មភាពដែលយើងធ្លាប់ធ្វើប៉ុន្តែយើងអត់ដឹងថាតើនៅពីក្នុងណានៅពីក្នុងការដែលយើងឲ្យឈ្មោះថាការធ្វើ business ហ្នឹងវាមានអីខ្លះយើងអត់សូវដឹងទេនៅខាងក្នុងហ្នឹងយើងកំពុងធ្វើក៏ប៉ុន្តែពេលខ្លះយើងបកគលអាការងារហ្នឹងឲ្យភាគីទី3ជាអ្នកធ្វើណាយើងបកគលការងារហ្នឹងឲ្យភាគីទី3ជាអ្នកធ្វើការធ្វើ business របស់យើងនៅតែធ្វើបានប៉ុន្តែយើងបកគលការងារទៅភាគីទី3ណាអញ្ចឹងចំណេះដឹងពិតប្រាកដមិនមែនជារបស់យើងទេហើយពេលខ្លះភាគីទី3ហ្នឹងអាចជាកំហុសរបស់គាត់ក៏ប៉ុន្តែគាត់តម្លាក់ឲ្យយើងជាអ្នកចេញលុយតែបើយើងដឹងខ្លួនឯងយើងចេះខ្លួនឯងគឺយើងងាយណាស់ហើយនឹងសម័យកាលនេះទៅកាន់តែស្រួលយើងរស់នៅក្នុងសករាជនៃ IT នេះគឺស្រួលណាស់ស្រួលប៉ុន្តែក៏ងាយចាញ់បោកគេដែរបើយើងមិនមានចំណេះដឹងពិតប្រាកដយើងអាចងាយនឹងចាញ់បោកគេអូខេ